លេខឡានឬម៉ូតូបែបណាទើបចាត់ទុកថាជាលេខហុងស៊ុយល្អមិនថាជនជាតិចិនឬក៏ប្រជាជនអាស៊ីរួមទាំងខ្មែរនោះទេសុទ្ធសឹងតែមានជំនឿលើក្បួនហុងស៊ុយដូចជាស្លាកលេខរថយន្តឬក៏ម៉ូតូដោយពួកគេជឿជាក់ថាលេខទាំងនោះមានឥទ្ធិពលលើរាសីរបស់ម្ចាស់យានជំនិះស្លាកលេខហុងស៊ុយមិនសំដៅទៅដល់លេខ2ខ្ទង់3ខ្ទង់ដូចគ្នាឬក៏លេខការ៉េនោះទេស្លាកលេខហុងស៊ុយជាតួលេខទាំងអស់បូកបញ្ចូលគ្នារហូតនៅសល់តែលេខ1ខ្ទង់ចុងក្រោយឧទាហរណ៍ថាស្លាកលេខម៉ូតូរបស់ខ្ញុំគឺ 1KD 86 30គុតដូច្នេះយើងយកលេខ4ខ្ទង់ចុងក្រោយគេមកបូកបញ្ចូលគ្នា8បូកនឹង6 6បូកនឹងលេខ3លេខ3បូកនឹង0ដូច្នេះយើងបូកមកគឺលទ្ធផលស្មើនឹង17ដូច្នេះយកលេខ17នឹងបូកចូលគ្នាទៀតគឺស្មើនឹងលេខ8ដូច្នេះយកលេខ8នេះគឺជាលទ្ធផលឥឡូវនេះយើងមកដឹងពីលទ្ធផលនិងអត្ថន័យតាមលេខនីមួយៗនៅខាងក្រោមនេះក្នុងវីដេអូនេះតោះឥឡូវនេះយើងមកដឹងពីលទ្ធផលបូកទាំងអស់គ្នាទី1ប្រសិនបើលទ្ធផលបូកមកលេខទាំង4ខ្ទង់ចុងក្រោយនឹងបូកមកបានស្មើនឹងលេខ1ដូច្នេះលេខ1គឺតំណាងឲ្យពន្លឺម្ចាស់យានជំនិះគាត់នឹងទទួលឬក៏គាត់នឹងមានឋានៈខ្ពង់ខ្ពស់មុខប្រកបមុខរបររកស៊ីប្រកបជារីកចម្រើនបើលទ្ធផលមកបានលេខ2លេខ2គឺតំណាងឲ្យទឹកដូច្នេះយើងដឹងមកហើយថាទឹកគឺជាវត្ថុធាតុដែលត្រជាក់ណាទឹកគឺជាធាតុដែលត្រជាក់ផ្ដល់នូវសេចក្តីសុខសប្បាយត្រជាក់ត្រជុំមានអ្នកតាមជួយជ្រោមជ្រែងផងដែរបើបូកចេញមកបានលេខ3លេខ3គឺជាលេខតំណាងឲ្យមេឃនិងដីដូច្នេះម្ចាស់ទ្រព្យគាត់នឹងទទួលបានព្រះពរហូរហៀព្រមទាំងជោគជ័យគ្រប់ភារកិច្ចបើលទ្ធផលបានលេខ4វិញលេខ4នៅប្រទេសចិនគេថាជាលេខខ្មោចឬក៏ជាលេខដែលតំណាងឲ្យសេចក្តីស្លាប់តាំងក្បួនហុងស៊ុយគឺជឿជាក់ថាមានតែរឿងចំនួនទាំងក្នុងគ្រួសារនិងជាមួយអ្នកដទៃហើយចេះតែមានបញ្ហាមិនល្អមកពីគ្រប់ទិសទីតែម្ដងនេះបើលទ្ធផលលេខ4ណាបើបូកលេខទាំង4ខ្ទង់ហ្នឹងចេញមកលទ្ធផលលេខ5គឺតំណាងឲ្យនិមិត្តរូបនៃជីវិតប៉ុន្តែតាមជំនឿមិនសូវជាល្អនោះទេគេជឿជាក់ថាបញ្ហាហិរញ្ញវត្ថុជាប់គាំងយ៉ាងណាមិញបញ្ហាជីវិតនឹងជួបតែសុភមង្គលនេះបើនិយាយពីបញ្ហាជីវិតតែបើនិយាយពីបញ្ហាហិរញ្ញវត្ថុវិញមានការជាប់គាំងពេលខ្លះបើលទ្ធផលលេខ6គឺជាលេខដែលតំណាងឲ្យពពួកអមនុស្សបើសែនត្រូវមានអ្នកជួយថែរក្សាតែបើសែនខុសមានភាពចម្រុងចម្រើននឹងអន់ថយមិនសូវជារីកចម្រើនទេតែតែមានជំងឺដំកាត់តាមយាយីសឹងតែរាល់ថ្ងៃចំណែកឯលេខ7វិញតំណាងឲ្យព្រះជាម្ចាស់គឺជួយឲ្យសុខសប្បាយមានប្រាក់លុយកាក់ច្រើនហើយរួចផុតពីគ្រោះថ្នាក់ទាំងឡាយទាំងពួងផងដែរលេខ8គឺតំណាងឲ្យទិសទាំង8ម្ចាស់យាននឹងទទួលបានភាពរុងរឿងសុខភាពល្អបរិបូរណ៍សម្បូរទ្រព្យសម្បត្តិនិងទទួលបានជោគជ័យក្នុងការងារលេខ9តំណាងឲ្យឋានសួគ៌សេចក្តីសុខគ្រប់ប្រការចម្រុងចម្រើនរុងរឿងទាំងអាជីពនិងមុខជំនួញរីឯគ្រួសារវិញនឹងជៀសឆ្ងាយពីរឿងអពមង្គលទាំងឡាយទាំងនេះគឺជាលទ្ធផលមានរហូតដល់9លេខឯណោះអញ្ចឹងបងប្អូនទាំងអស់គ្នាអាចបូកលេខមើលស្លាកលេខឡានឬក៏លេខម៉ូតូហើយលទ្ធផលបែបណាអាចខមមិននៅខាងក្រោមវីដេអូនេះបានអរគុណច្រើន